ឡើយគេល្បីឈុតបុកល្ហុង 50000 ត្រូវអត់ឥឡូវនេះយើងមករៀបជាមួយនឹងឈុតគៀវ 50000 នៅលើតុរបស់ខ្ញុំហ្នឹងគឺ 50000 មហូប 50000 នៅភូមិគ្រឹះគៀវច្រើនខ្លាំងមែនតែនហ្មងអញ្ចឹងអានេះ$2 $8000 $8000 $7000 $6000 $6000 ហើយនឹងអានេះមកចក2000នេះអញ្ចឹងតិចទៀតហ្នឹងខ្ញុំរៀបដាក់ក្នុងថាសហើយថាស 50000 ឥឡូវនេះថាសយើងបានមកដល់ហើយណានេះចឹងខ្ញុំនឹងរៀបម្ហូបទាំងអស់ហ្នឹងយកទៅដាក់នៅក្នុងទីយើងដាក់ជាមួយនឹងគាវចំហុយរបស់យើងមួយឈុតមាន10គ្រាប់តម្លៃ$8000ស្មើនឹង$2ចេះចឹងឥឡូវយើងរៀបគាវយើងចូលមុនសិនចេះណងអត់នេះណងហ្មងណានេះ10គ្រាប់ពេលមកឥឡូវនេះយើងដាក់ជាមួយនឹងសៀវម៉ាយរបស់យើងមួយឈុតមាន5គ្រាប់តម្លៃ$2ស្មើនឹង$8000រៀល$8000អូយគាត់ភុំខ្លាំងមែនតើនិយាយទៅយើងធ្វើខ្លួនឯងណាអត់មានប្រើស្ករប៊ីចេងអីទេអត់ទាំងអស់ហ្មងធំមែនតើវ៉ាវពេលហ្នឹងនំប៉ាវពងទាប្រៃដែលជា best selling ប្រចាំហាងមួយឈុតហ្នឹងគឺ$7000រៀលវ៉ាវតំណងណាតំណងមែនតើអូខេបន្ទាប់មកយើងដាក់ជាមួយនឹងសាច់មាន់ចង្កាក់យើងមួយចង្កាក់2000យេ2000លុយខ្មែរយើងហ្នឹងតែតំណងអត់នំប៉ាវបំពងអត់ស្នូលទៅដោះគោអាហ្នឹងអូយឆ្ងាញ់ហ្មងនេះជាតិណានិយាយទៅខាងក្រៅស្រួយខាងក្នុងទុនអញ្ចឹងមួយឈុតមាន6គ្រាប់តម្លៃ$6000យេមកឥឡូវនេះដាក់ចូលទៀតហាងនេះផ្អែមគ្នាវាខ្ញុំរៀបដាក់កន្លែងបង្អែមចាអូខេអូយ OMG ហ្មងនេះអូយនិយាយទៅថ្ងៃហ្នឹង buffet គៀវហ្មងថ្ងៃហ្នឹងហើយទឹកជ្រលក់វិញទឹកជ្រលក់ខ្ញុំដាក់នៅចិត្តកន្លែងគ្នាចេះកន្លែងហ្នឹងដែរកន្លែងផ្អែមដែរអញ្ចឹងវ៉ាវអូយបាយឆានេះគឺជាបាយឆារបស់យើងបាយឆាពងទាបាយឆាមួយចាន$6000អញ្ចឹងសម្រាប់បាយឆាគឺខ្ញុំនឹងដាក់នៅក្នុងជាមួយនឹងកាតូហ្នឹងគេហៅអីនេះស្លឹកចេកមកឥឡូវនេះកូនបើរបស់យើងគឺគីមឈីយ៉ាគីមឈីហ្នឹងមួយចាន$5000រៀលអ្នកនរគ្នាចង់ទិញគីឡូក៏បានចង់ទិញកន្លះគីឡូក៏បានដែរហើយបើសិនជាយើងញ៉ាំជាមួយនឹងស៊ុប30000ហ្នឹងយើងហ្វ្រីឲ្យហ្មងហើយសម្រាប់គីមឈីនេះយើងធ្វើផ្ទាល់ខ្លួនឯងដូចគ្នាហើយអត់មានដាក់ថ្នាំដាក់អីទេព្រោះខ្ញុំដំបូងឡើងធ្វើញ៉ាំទេដល់ពេលញ៉ាំឆ្ងាញ់ទៅយើងលក់ឲ្យភ្ញៀវអញ្ចឹងអត់តំណអត់គេញ៉ាំគេឈុតគេបុកល្ហុងទៅឈុតខ្ញុំឈុតគីមឈីជ្រក់ដែរតែលក្ខណៈជ្រក់គីមឈីអញ្ចឹងណា